វីដេអូថ្ងៃនេះមកធ្វើតាក់ទងនឹងអីវ៉ាន់អេតចាយម្ដងមកថងនេះសុទ្ធតែអេតចាយភ្ញៀវគាត់ទៅយកមកឲ្យមិញពេលអញ្ចឹងក៏ឆ្លៀតធ្វើវីដេអូដើម្បីចែកជូនដល់បងប្អូនមើលឲ្យដឹងពីអត្ថប្រយោជន៍របស់ទូរស័ព្ទចាស់ដែលយើងទុកចោលនៅផ្ទះអីអត់បានប្រើដូច Pod version Pod អីអញ្ចឹងណាសម្រាប់តម្លៃវាមិនសូវជាបានថ្លៃទេក្នុងម្ដងអញ្ចឹងណាតែបើយើងទុកចោលនៅផ្ទះវាមានថ្មនៅក្នុងនឹងអីចឹងវាអាចនឹងបង្កហានិភ័យអីដល់យើងដែរព្រោះពេលណាយើងទុកចោលយូរចឹងទៅវាអាចនឹងហើមថ្មវាក្តៅត្រជាក់ចឹងវាហើមថ្មចឹងណាហើយមួយទៀតបើសិនជាយើងទុកចោលហ្នឹងក៏អត់បានលុយដែរបើសិនជាយើងយកមកលក់យើងបានលុយទុកគ្រាន់ផឹកកាហ្វេអីចឹងវាស្រួលមួយយ៉ាងដែរបើមួយនេះ GR5 2017ហើយបើមួយនេះ A5 2015 Samsung ណាហើយបើមួយនេះ Wi-Fi 2និយាយទៅកាលពីមុនA5 2015ហ្នឹងអានោះខ្ញុំស្រឡាញ់ណាវារាងតូចហើយស្ដើងល្អទៀតជាពិសេសអេក្រង់វា AMOLED ទៀត Touch Smooth ល្អរបស់ Samsung មួយចំនួនមុនឥឡូវឈប់និយាយតាក់ទងនឹង Android បែរមកនិយាយជាមួយ iPhone វិញសម្រាប់មួយដើមនេះតែច្រឡំថាអីវ៉ាន់ស្អាតវាអត់មានទេវាស្អាតតែសម្បកទេប៉ុន្តែបើនិយាយពីម៉ាស៊ីនខាងក្នុងវារាងទក់អស់ហើយវាស្ទើរហើយវាហើមថ្មពេលហើមថ្មអញ្ចឹងទៅខ្ញុំដោះថ្មចេញកាលពីបើយើងទុកចោលអញ្ចឹងវាអាចនឹងហើមកាន់តែខ្លាំងអញ្ចឹងណាដោយសារតែមួយរយៈហ្នឹងអាកាសធាតុវាក្តៅខ្លាំងអញ្ចឹងយើងអត់គួរទុកវានៅក្នុងហ្នឹងទេបើឃើញហើមហើយយើងដោះវាចេញឲ្យហើយទៅដូចមួយនេះក៏ដូចគ្នាដែរមួយនេះវាហើមថ្មដែរអញ្ចឹងខ្ញុំដោះចេញអស់ហើយម៉ាស៊ីនវាក៏ខូចដែរនិយាយទៅតាក់ទងនឹងម៉ាស៊ីនពួក Android ហើយនិងម៉ាស៊ីនពួក iPhone តួម៉ាស៊ីនរបស់ iPhone វាស៊េរីខ្ពស់មែនគេពេញនិយមប្រើមែនប៉ុន្តែបើយើងគិតជាអេតចាយវាអត់សូវមានតម្លៃដូចពួក Android ទេពួក Android វានៅមានតម្លៃល្អជាងអញ្ចឹងណាហើយមួយទៀតខ្ញុំភ្លេចបញ្ជាក់តាក់ទងនឹងម៉ាស៊ីនអេតចាយយើងអត់សំខាន់លើសបកស្អាតឬមួយក៏សបកបាក់បែកអីទេសំខាន់ឲ្យតែម៉ាស៊ីនវានៅសនំចេះឲ្យតែ CPU ហើយនឹង hard disk ល្អអត់មានបែកអត់មានបាក់ទេអាហ្នឹងខ្ញុំនៅទទួលទិញធម្មតាអត់មានរើសទេអញ្ចឹងណាពេលដែលខ្ញុំយកមកក៏ខ្ញុំត្រូវដោះប្របែកវាដែរនេះលទ្ធផលពេលដែលខ្ញុំដោះប្របែកហើយវាអញ្ចឹងណាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានម៉ាស៊ីនចាស់ចង់លក់អីហ្នឹងអាចតាក់ទងខ្ញុំបានណាហើយខ្ញុំដាក់ Telegram នៅក្នុងវីដេអូនឹងតែម្ដងអរគុណ